ជាយើងមិនប្រជុំគ្នាប្រចារណារួចចែកការងារគ្នាធ្វើទេអត់ចេញរួចទេបងប្អូនបងប្អូនសប្ងៃខ្ញុំដឹងហើយបងប្អូនអត់ទុកចិត្តខ្ញុំខ្លាចខ្ញុំនឹងបោកទៀតបងប្អូនណាបើមានដាវដាក់កដាលទូមកខ្វាច់អាចយ៉ាឲ្យបងប្អូនមើលខ្ញុំដាក់បាត់ហើយបងប្អូនកុំឲ្យបងប្អូនភ័យខ្លាចពេកវាយឺតពេលបងប្អូនឡាខ្លាចខ្ញុំនេះវាយឺតពេលឡាចាំមើលកណិតវានោះដូចស្រីយួនវិញនិយាយថាម៉េចទេខ្ញុំតែមិនឃើញបងប្អូនសមែចូលផ្ទះខ្ញុំប៉ុនខ្ញុំអត់មាត់ខ្ញុំចាំមើលកណិតវាដល់ពេលវាអូសដៃចូលក្នុងទៀតខ្ញុំមិនមាត់ខ្ញុំចាំមើលកណិតវាដល់ពេលអញ្ចឹងវាអត់ជួយគ្នាធ្វើសប្ងៃនេះឡើយអាចាំមើលលោកវាសនាណាមិនដឹងលោកនឹងក្បត់ទេអត់មិនដឹងលោកនឹងមានកំណត់ស្អីបោះលក់ក្បាលអានហ្នឹងឯងវាយូរឃើញលោស្មាតោនិយាយអញ្ចឹងទៅវវគេថាយើងអួតឯទៀតប៉ុន្តែជាការព្រួយបារម្ភរបស់ខ្ញុំណាឃើញលោកខ្ញុំងាប់បាត់ទៅវាអត់មានពីណានាំអាចជួយធ្វើណាមនុស្សយើងអត់ទៀងណាបងប្អូនជួនកាលខ្យល់កជួនកាលអីងាប់បាត់ទៅណាខ្ញុំមិនដឹងជាចង់និយាយយ៉ាងម៉េចជាមួយប្រជាពលរដ្ឋខ្មែរបងប្អូនអើយកុំយឺតពេកបងប្អូនពិចារណាពីរឿងខ្ញុំនឹងឲ្យលឿនបន្តិចទៅនាំគ្នាអង្គុយជំនុំគ្នាពិចារណាបន្តិចទៅថាលោកវាសនាថ្ងៃមុននិយាយទៅនេះដូចតំណងបោកតានេះទៅនោះអីមើលឲ្យបានឆាប់បន្តិចទៅឲ្យដឹងពវៀនបតាំងខ្ញុំឲ្យលឿនបន្តិចមកណាបញ្ញាប់ចូលរួមគ្នាធ្វើព្រោះមិនចឹងយឺតទេបងប្អូនណាបាត់បង់ទឹកដីរបស់យើងឥឡូវហើយបងប្អូនពិចារណាអំពីខ្លួនខ្ញុំផ្ទាល់ផងពិចារណាអំពីទស្សនៈរបស់ខ្ញុំផងយន្តការ8ចំណុចហ្នឹងត្រូវអត់បុគ្គលិកលក្ខណៈរបស់លោកវាសនាជាមនុស្សលក់ក្បាលមែនអត់ជាមនុស្សចង់បានប្រយោជន៍ផ្ទាល់ខ្លួនអត់បងប្អូនជំនុំគ្នាបន្តិចហើយបងប្អូនជំនុំគ្នារួចហើយបើបងប្អូនឃើញតែត្រឹមត្រូវហើយចូលរួមគ្នាធ្វើឲ្យលឿនបន្តិចទៅចលនាប្រជាធិបតេយ្យគឺជាចលនារបស់ប្រជាពលរដ្ឋកើតពីប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋដើម្បីប្រជាពលរដ្ឋបងប្អូនធ្វើទៅតាមលទ្ធភាពរបស់បងប្អូនធ្វើឲ្យយល់ការណាការងារឲ្យមានរបៀបរបបណាមានមុនមានក្រោយមានសម្ដាប់តំណបានជាមង្គលដល់ប្រសើរមានអ្នកខ្លះទៀតគាត់ថានៅក្នុងឃុំខ្លះខ្ញុំមិនខ្លាចទេខ្ញុំមិនខ្លាចគណៈបកនេះមិនខ្លាចគណៈបកនោះខ្ញុំមិនឲ្យបងប្អូនធ្វើអញ្ចឹងទេឮតែបងប្អូនមិនខ្លាចហ្នឹងខ្ញុំមិនមែនសប្បាយចិត្តទេបងប្អូនស្គាល់កាលស្គាល់វេលាស្គាល់ទីកន្លែងដើម្បីធ្វើម៉េចកុំឲ្យមានគ្រោះថ្នាក់ដល់បងប្អូនបើបងប្អូនអាចកេះបានក៏កេះទៅបើកន្លែងខ្លះបងប្អូនជាអ្នករកស៊ីពាក់ព័ន្ធជាមួយអាជ្ញាធរបើបងប្អូនងើបចេញមកវាមានបញ្ហាបងប្អូនធ្វើទៅតាមលទ្ធភាពរបស់បងប្អូនឲ្យលុយអ្នកក្រណាធ្វើក៏បានដែរធ្វើមិនក៏ដោយកុំឲ្យខូចខាតប្រយោជន៍ផ្ទាល់ខ្លួនរបស់បងប្អូនអ្នកខ្លះស្ដាប់ឲ្យតែរួចខ្លួនម្នាក់ឯងទៅក៏បានដែរបើខ្លួនឯងហ្នឹងវាមានបញ្ហាពាក់ព័ន្ធជាមួយនឹងអាជ្ញាធរបើយើងងើបឡើងគេធ្វើបាបយើងឲ្យស្គាល់កាលស្គាល់វេលាក៏ប៉ុន្តែធ្វើណាបើសិនណាជាបងប្អូនចង់លាក់កម្លាំងរបស់បងប្អូនអានឹងរឿងបងប្អូនតាមានន័យថាបងប្អូនសម្រេចចិត្តឲ្យចលនារបស់យើងយឺតអានឹងរឿងរបស់បងប្អូនតាបងប្អូននាំគ្នាសង្ងំទៅរឿងរបស់បងប្អូនតាមិនមែនរឿងរបស់ខ្ញុំអីតែឯងពួកអីពួកខ្ញុំទៅចាក់យ៉ាងណាក៏ងើបដែរបើសិនណាជាបងប្អូនសម្រេចចិត្តអញ្ចឹងពេលដែលទៅវិញបងប្អូនធ្វើទៅតាមកម្លាំងរបស់បងប្អូនលើកដាក់តាមកម្លាំងកុំភើចខ្លាំងឈឺដល់ស្មាត្រូវដឹងកាលដឹងវេលារបស់បងប្អូនកុំអ្នកខ្លះខ្លាំងហួសចទូលណាដោយគណៈបកសំរងស៊ីសកម្មជនរបស់គេអូយើងជាអ្នកក្លាហានដែលលោកប្រធានសំរងស៊ីហើយអិសរាជជននយោបាយរបស់គេអាសានិយាយគណៈបកសំរងស៊ីទិញក្បាលមិនលក់សំឡុតមិនខ្លាចពួកយើងអត់ចឹងទេបងប្អូនមួសុខហួរអាសានិយាយគណៈបកសំរងស៊ីរឹងមាំសកម្មជនសកម្មនារីរបស់គណៈបកសំរងស៊ីទិញមិនលក់សំឡុតមិនខ្លាចទិញមិនលក់នៅពេលដែលមិនទាន់ដល់ថ្លៃខ្ញុំនិយាយលេងណាដល់ថ្លៃទៅអស់លីងនៅសល់ប្រមាណស្រែកបន្តមិនទាន់មានគេទិញស្រែកឲ្យឡើងថ្លៃបន្តិចគណៈបកកាន់អំណាចគេមើងងាយចង្វាំគេថាងាប់ឲ្យតែមានលុយឲ្យតែមានកន្លែងឲ្យទៅក៏អស់នោះគាត់នៅតែរឹងមាំពួកយើងអត់ចេញក្បួននឹងមកទេអញ្ចឹងបានឲ្យខ្ញុំទៅទិញទៅដូរអត់ទេអត់ត្មងរឿងរបស់យើងទាំងអស់គ្នាវាមិនមែនពាក់ព័ន្ធរឿងអាណិតឬមិនអាណិតទេបើយើងចង់ទៅអូសចង់ទៅទាញប្រជាពលរដ្ឋជាងម្ចាស់គេជួយវាអត់បានគាត់អត់ងើបគាត់ចេះថាយើងចង់បានអីអញ្ចឹងទុកឲ្យគាត់ងើបខ្លួនឯងទៅបងប្អូនណាបើសិនណាជាបងប្អូនអត់ចូលរួមជួយធ្វើទេណាខ្ញុំថាសង្គមរបស់យើងទៅត្មងហើយទៅម្ដងណាបងប្អូនណាទៅបាត់ត្មងពួកអីពួកបរទេសវាអត់លែងយើងទេពួកអីពួកបើវាលែងយើងរបូតអាយោបាននោះទៀតពីពួកឯងនងចង់ទៅងើបដែរសងៃប៉ុន្តែរកកន្លែងងើបរួចពេលងើបហើយរត់មកស្រុកខ្មែរឯនឹងចាប់បញ្ជូនទៅវិញនៅពេលដែលគេតាំងចិត្តជន់កកយើងឲ្យជាប់ហើយយើងកំពុងតែដង្ហើមទឹកផងងើបរួចអត់អាគេកំពុងតែតាំងចិត្តហើយយើងកំពុងតែចិត្តដាច់ខ្យល់ផងបងប្អូនគិតមើលកូនខ្មែរមួយចំនួនជក់គ្រឿងញៀនមួយចំនួនទៀតរៀនមិនបានឌីប្លូមឯច្រើនណាស់អត់បានឌីប្លូមបានបញ្ញាបត្រឲ្យចំណេះដឹងក្រៅខ្លួនមានសញ្ញាបត្រធ្វើការកើតទេកូនខ្មែរច្រើនណាប្រជាពលរដ្ឋនៅតាមស្រុកស្រែជាពិសេសស្រុកខ្ញុំផឹកតែស្រាលេងតែបៀថែមប៉ុណ្ណឹងហើយអត់បំពាក់មនសិការជាតិសេចក្តីភ្ញាក់រលឹកដើម្បីជាតិថែមពីលើនោះអត់ឲ្យរៀនប្រវត្តិសាស្ត្រអីទាំងអស់អត់ដឹងអាណាមិត្តអាណាសត្រូវអត់ដឹងសត្រូវខ្លាំងរឿងអីខ្សោយរឿងអីអត់ដឹងសត្រូវបន្តយុទ្ធសាស្ត្រវាដល់ណាហើយមេដឹកនាំរបស់គេពីនោះមកខ្ញុំមើលសភៅមួយគេសរសេរជាភាសាបារាំងមេដឹកនាំគេអោបកូនគេថាកូន
ដើម្បីឲ្យមានបាយស៊ីកូនទៅធ្វើសង្គ្រាមនៅស្រុកខ្មែរបើអត់ធ្វើសង្គ្រាមនៅស្រុកខ្មែរកូនអត់បាយស៊ីទេបងប្អូនមានដឹងមនោគមវិជ្ជារបស់គេកំពុងតែធ្វើអីអត់ពីយូរមកហើយគេធ្វើខ្មែរឲ្យទៅជាសាសគេទៅវាមិនរួចកម្ពុជាក្រមធ្វើយ៉ាងណាក៏មិនទៅដែរមានវត្តមានអីចឹងមិនទៅឥឡូវធ្វើម៉េចហ៎ធ្វើសាសគេឲ្យទៅជាខ្មែរវិញព្រោះសាសហ្នឹងគេហៅសម្របសម្រួលខ្លួនលឿនណាឥឡូវនេះបងប្អូនដឹងអាណាយួនអាណាខ្មែរដឹងអាណាសាសនេះសាសនោះនេះប៉ុនប្រជាប្រដ្ឋខ្មែរគាត់ថាអូអញខ្វល់ទេឲ្យតែបានបាយអញស៊ីបងប្អូនគេធ្វើឲ្យបងប្អូនដល់ដំណាក់កាលហ្នឹងឥឡូវដល់បាត់តែបងប្អូនថាអញ្ចឹងហើយគ្រាន់តែលើកខ្ញុំភ័យអញ្ចឹងបានកន្លែងខ្លះខ្ញុំចង់បញ្ជាក់ប្រជាប្រដ្ឋខ្មែរខ្ញុំថាកោតតែប្រជាប្រដ្ឋខ្មែរគាត់ហ៊ានបង្កើតកូននៅក្នុងស្រុកខ្មែរកើតវាអត់ឃើញពលឺណាវាឃើញតែគេជន់កកស្រិបណារកពលឺអត់ឃើញបងប្អូនពិចារណាមើលបើសិនណាជាប្រជាប្រដ្ឋខ្មែរអត់ភ្ញាក់រលឹកអត់មានពីណាជួយរួចទេបងប្អូនត្រូវមើលឲ្យជ្រៅចូលដល់ក្នុងបញ្ហាតើរដ្ឋាភិបាលអាចកែតម្រង់អំពើពុករលួយបានដែរទេបងប្អូនមើលបន្តិចសប្ថ្ងៃអ្នកនៅខាងក្រោមហ្នឹងគាត់កាន់ជើងមេដឹកនាំគាត់ហ្នឹងដោយសារគាត់បានពុករលួយហ្នឹងបើអត់មានអំពើពុករលួយហ្នឹងគាត់មិនមែនកាន់ជើងទេគាត់មិនដឹងខុសមិនដឹងត្រូវទេរាល់ថ្ងៃគុំតែមេភូមិមេឃុំហ្នឹងគេឲ្យស៊ីមេស្រុកមេខេត្តហ្នឹងគេឲ្យស៊ីណាពុករលួយហ្នឹងណាបើគុំតែមានពុករលួយស្មានកាន់ជើងឯងដូច្នេះប្រើរដ្ឋាភិបាលសប្ថ្ងៃកំចាន់ពើពុករលួយបានដែរឬទេតើធ្វើច្បាប់ប្រឆាំងពើពុករលួយចេញអត់ហើយបើចេញឲ្យអនុវត្តបានអត់ដូចយកដាវចាក់កដោនធុងឯងមកគឹបអញ្ចឹងទី1ទី2សួរថាតើរឿងអន្តរប្រវេសន៍យកចេញកើតអត់ស្លឹកឆ្នោតកើតមកពីអាហ្នឹងយកអាហ្នឹងចេញចាញ់ដូច្នេះអន្តរប្រវេសន៍គាត់ទៅរួចអត់បងប្អូនពិចារណាមើលយកដាវ2ចាក់គឹបឲ្យតាហ៊ានដេញសាសនឹងចេញដូចយកដាវចាក់កដោនធុងគឹបមកដាវទៀតទី3មានអ្នកខ្លះគេមានលុយឆ្អែតឆ្អន់ហើយក្នុងបាក់ហ្នឹងគេចង់ចេញដែរប៉ុន្តែចេញឲ្យរួចទេណាពួកអីគេមានប៉ូលីសមានទាហានគេចឹងនៅស្រុកមួយតាមេដឹកនាំកាន់ប៉ូលីសកាន់ទាហានទាំងអស់ចឹងប្រជាពលរដ្ឋភ័យព្រួយហើយពួកអីព្រោះតែធ្វើអីក៏ដោយឲ្យតែមិនពេញចិត្តគេកុំចាំបាច់រឿងខុសឲ្យតែមិនពេញចិត្តគេចាប់បានហើយអញ្ចឹងបើសិនជាយើងចង់កាត់បន្ថយអំណាចរដ្ឋសួរថាតើប្រើរដ្ឋាភិបាលនឹងឲ្យកាត់បន្ថយអំណាចរដ្ឋបានទេឲ្យតែអស់អំណាចប៉ូលីសទាហាននឹងមានមនុស្សមកកំណត់ដែលត្រូវចេញពីគណៈបកនឹងអញ្ចឹងបើឲ្យកាត់បន្ថយអំណាចរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋនឹងរស់នៅបានសុខកុំឲ្យខ្លាចរដ្ឋាភិបាលដោយយកដាវចាក់គឹបកដាលធុង3ដាវ3ហ្នឹងបងប្អូនមិនបាច់ទៀមទាទេពុកអលួយ1ដេញអន្តោប្រវេសន៍នេះ2កាត់បន្ថយអំណាចរដ្ឋនេះ3គេយកទៅរួចអត់អជនកម្ម8ចំណុចគេយកទៅរួចអត់យកទៅដូចចាក់កណ្ដាលដើមទ្រូងគេសពថ្ងៃគេរស់បានដោយសាររឿងអំណាចប្រមូលផ្ដុំហ្នឹងបងប្អូនពិចារណាត្រង់ចំណុចហ្នឹងដើម្បីដោះស្រាយរឿងហ្នឹងចេញបងប្អូនតាមទស្សនៈរបស់ខ្ញុំថាមានតែមកពិភាក្សាមួយប្រជាពលរដ្ឋទេមកតែពិភាក្សាមួយប្រជាពលរដ្ឋទេអត់មានពិភាក្សាមួយពីណាអញ្ចឹងបានសំណូមពរទៅរដ្ឋាភិបាលអីដូចអង្គការសង្គមស៊ីវិលនានាខ្ញុំអត់ធ្វើទេខ្ញុំថាមានតែពិភាក្សាមួយប្រជាពលរដ្ឋទេដោយផ្ដើមចេញពីបេះដូងស្មោះត្រង់ស្មោះសររឿងហ្នឹងអញ្ចឹងមែននឹងទស្សនៈវិស័យសម្រាប់ជាតិត្រឹមត្រូវយកទៅបញ្យល់គាត់ពិចារណាជាមួយគាត់ពេលដែលគាត់យល់យកកម្លាំងរបស់ប្រជាពលរដ្ឋចូលរួមគេថាប្រជាពលរដ្ឋកំពុងក្រផងរួចឲ្យប្រជាពលរដ្ឋចូលរួមមានច្រើនទេបងប្អូនអត់ច្រើនទេអ្នកក្រច្រើនណាស់បើសិនជាយើងរួបរวมគ្នាដូចត្រឡប់បាតដៃមកផ្លែតដល់គោលដៅបងប្អូនពិចារណាមើលហ្នឹងជាកិច្ចការដែលយើងកំពុងតែធ្វើសប្តាហ៍ថ្ងៃបងប្អូនពិចារណាចុះ